នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវរៈកុលបានចាត់ទុកការដកអាវុធរបស់ប្រទេសកម្ពុជាចេញពីតំបន់ព្រំដែនគឺជាវឌ្ឍនភាពល្អប្រសើរមួយហើយថាការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញនឹងធ្វើឡើងដោយឆ្លងកាត់មតិយោបល់របស់សាធារណជនជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃដែលមានអាយុកាល4ខែរូបនេះបានអះអាងថាការដោះលែងទាហានកម្ពុជាទាំង18នាក់នឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌដែលបានកំណត់នេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai The Nation នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវរៈកុលបានចាត់ទុកការដកអាវុធធុនធ្ងន់របស់កម្ពុជាចេញពីតំបន់ព្រំដែនគឺជាចំណុចវិជ្ជមានមួយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីកាលពីសប្តាហ៍មុនលោកបានកត់សម្គាល់ថាភាគីទាំងពីរបានបង្ហាញពីឆន្ទៈដូចគ្នាដោយមេដឹកនាំយោធាបានរក្សាការសន្ទនាជាប្រចាំលើនីតិវិធីដកអាវុធនិងការបោះសម្អាតមីនដែលជាជំហានសំខាន់សម្រាប់សុវត្ថិភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរទន្ទឹមនឹងនេះលោកអនុទិនក៏បានច្រានចោលនៅពាក្យចចាមអារាមអំពីការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញផងដែរដោយលោកបាននិយាយថាលោកមិនបានពិភាក្សាលើបញ្ហានេះនោះទេហើយថាដរាបណាលោកនៅធ្វើជានាយករដ្ឋមន្ត្រីការបើកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញនឹងមិនកើតឡើងនោះទេប្រសិនបើគ្មានការយល់ព្រមពីពលរដ្ឋថៃនាយករដ្ឋមន្ត្រីថៃរូបនេះបានគូបញ្ជាក់ថាការដោះលែងកងទ័ពកម្ពុជាទាំង18រូបនឹងត្រូវធ្វើឡើងតាមនីតិវិធីដែលបានកំណត់ហើយលោកក៏បានច្រានចោលចំពោះព័ត៌មានដែលថាទាហានកម្ពុជាទាំង18រូបបានស្វែងរកសិទ្ធិច្រកកោននៅក្នុងប្រទេសថៃផងដែរលោកបានសង្កត់ធ្ងន់ថាអាជ្ញាធរថៃនឹងវាយតម្លៃករណីនីមួយៗដោយសម្របសម្រួលជាមួយកម្ពុជានិងធ្វើសកម្មភាពស្របតាមបទបញ្ញត្តិអន្តរជាតិអនុរដ្ឋមន្ត្រីការពារជាតិរបស់ថៃលោកអាឌុលប៊ុនថាំឆារឿនបានបញ្យល់ថាការដោះលែងទាហានកម្ពុជាទាំង18រូបគឺជាផ្នែកមួយនៃក្របខ័ណ្ឌរំសាយអាវុធដែលបានព្រមព្រៀងគ្នានិងអនុវត្តជា3ដំណាក់កាលលោកបានបន្ថែមថានៅក្នុងរយៈពេល21ថ្ងៃដំបូងកម្ពុជាត្រូវតែដកអាវុធធុនធ្ងន់ដូចជាអាវុធបាញ់រ៉ុកែត BM21 និងកាំភ្លើងធំទំហំ155មីលីម៉ែត្រទៅកាន់មូលដ្ឋានដើមវិញហើយថៃក៏ត្រូវធ្វើដូចគ្នានេះដែរក្រោមការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីធានាបាននូវអព្យាក្រឹតភាពនិងតម្លាភាព